vậy mà gãy trong thầy một bia điều mình chăm đau cho một bia một yes ត្រឹមត្រូវបងមើលជាមួយនឹង Emblem តាមអ្នកលេងអ្នកខ្លះគេលេងបណ្ឌិតអាដាប់ធ្វើបណ្ឌិតត្រេអ្នកខ្លះគេលេងអាដាប់ធ្វើតាក់ បាទ ប៊ីម៉ូ អូឡូជា first blood ដល់ទេពី Bimo កាដិនសាដូចជាកាយខ្លាំងមែនតើបងបាទ ខាងនេះមកក៏បាត់ កាប់បាទអត់បាញ់ហែទេឡូជាប៉ុន្តែដូចជាខាតធ្ងន់ណា ហ្នឹងហើយ ខាតកាហ្វេម យ៉ានៅ early game គឺអា បាទ កន្លែងនេះបាទ ហ្វាយ ប៊ីម៉ូអត់ level 4មកណា បាទបុកអាទីបុកវាយជាមួយនឹង Cypher យកដំណោជាមួយនឹង Cypher សមដែរទៀតប៉ុន្តែមានការជូស្គីទៅបុកអាទី copy ជាមួយនឹង CK retrieve សាមកទៅលើវត្តមានបាល់លេនអាចនឹងបានជួយនឹងការចូលទៅបន្ថែមទៀតដែរទេព្រោះសារ Cypher ក៏លោឈាមអត្តម័យរបស់សាក់សូក៏អត់មានដូចគ្នាជាមួយនឹងការចូល invade pop មួយប៉ុន្តែពីក last day legend អូយអត់រីត្រីហើយរីត្រីសាក់សូលេងបើដមេទៀត បាទ បាទ បាទមែនទេបាទប៉ុន្តែឥឡូវបច្ចុប្បន្នកាលលីនគឺចិត្ត level 8ហើយបាទលើសមក level អូអាច2 level ហ៎បងអាច2 level អាចប្របាក់ចូលបាទព្រោះដោយសារមានកណ្ដាសានៅ បុកជាមួយនឹង Cypher បុកអាទីយកដំណោជាមួយនឹងការ cover ខ្លួនឯងចែក applicator សមដៃចុងក្រោយតែម្ដងមកផ្លុំបាយបាញ់ប៊ីនឹងឆេះផងណា អូយបួច បាទទីពីមកតាគេទៅលើកដិនសាតែជាមួយនឹងថថមួយនេះគឺ free ទៅលើ Galaxy Legend នេះដែរពីថា Midland ប៉ះគ្នាបោកវាយ Cypher មានជាមួយនឹង Flicker ដែរជាមួយនឹងការផ្ដាច់យកតំណពី Cadenza ហើយចូល រុនទៀត អត់ទី3មួយនេះ Galaxy Legend អ្នកយកបានឬក៏ team មេអ្នកយកបានបោះបលមួយចូលទៅដល់បោកវាយតេះឈៀងស9000ហកកាប់ជាមួយនឹងវត្តមានរបស់ King Area បានមកយកតំណជាមួយនឹងការបោកទេ Review សិនមកទៅលើគេជាមួយនឹង Sasso បោកវាយតេះនៅជាមួយនឹងការដកថយបន្តែពីមកគេក៏ជា Sasso បាត់បង់មកដែរពីរោ CK ក៏បាត់បង់ដូចគ្នាជាមួយនឹង King Area ធ្វើកាប់ឡើងជាមួយនឹង CK បោកមួយជាមួយនឹងការ cover គ្នាពី Cypher ចូលទៅដល់ដកថយយកបានទៅដល់ទី3ពី Team Mac បាទ2ទល់នឹង2ប៉ុន្តែបានជាមួយនឹង total បាទ goal នៅខុសគ្នា2400ដដែលទេ ចឹងតែយកមកជាមួយនឹង Lord មួយនេះ Cypher អាចនឹងធ្វើមករឿងដែរទេបើកជាមួយនឹង RT ពេលលេនចូលទៅដល់បោកវាយហកកាប់ពី King Area អាចនឹងមានបញ្ហាដែរទេឲ្យមួយលើធ្វើការបាត់ជាមួយនឹងរបស់ live បាត់ហើយក៏ជាសាឡូឈាមនៅគ្នាអាចមានបញ្ហាដែរទេជាមួយនឹង King Area ក្រាក់ទេបោកវាយចាយជាមួយនឹង Flicker បោកជាមួយនឹងការចូលទៅយកតំណសាសូអាចនឹងដកថយបានឬក៏បានជាមួយនឹងការកាប់បោកប្រាជាមួយនឹងសាសូបាត់ហើយពីខាង Galaxy Legend វាយ មិន លោ តមកចោលទេបើមិនបន្ថែមទៀតបោកវល់ជាប់ជាមួយនឹង Louis ចាយជាមួយនឹង Flicker King Area ក៏មិនទាន់ចង់ឲ្យ Lord នេះស្រួលដែរពី King Area ក្រាក់ទេមកពី Vicky បន្ថែមទៀតឡាយមានបញ្ហាដែរទេ King Area ចូលទៅដល់ច្រាំសឹកកណ្ដាលសាធ្វើការដល់តំណពី King Area ធ្វើការក្តាប់ជាមួយនឹងកណ្ដាលសាមួយការដាក់ជាមួយនឹង King Area បន្ថែមទៀតបណ្ដាពេ Galaxy Legend បានគេទៅលើ Vicky បាទគាត់ព្យាយាមនៅក្នុងការហូត delay ដើម្បីរងចាំជាមួយរបស់តែរបស់សាស៊ូការមកដូចគ្នាបងដែរឡតនេះមិនប្រឡេកអូយដាច់ចា ឲ្យបាទ បាទ Preload ទៅលើ Galaxy Legend 4K goal លិតរងអប់លេបជាមួយនឹងឡតក៏យកបាន បែក passive ដែរទេនៅក្រោម12នាទីបាទហកកម្មច្រាំពិសា King Area ប្រៃពីមកព្យាយាមតែជាមួយនឹង Louis អត់បញ្ហាទេបន្ត stake របស់គាត់តែប៉ុណ្ណោះ បាទអេខំមកសាស៊ូបានសាស៊ូនៅតែម្នាក់ឯងទេជាមួយនឹងសាស៊ូបាត់បង់ចាងកមួយបាត់ហើយទីធូអានឹង free ទៅលើ Galaxy Legend ឬក៏យ៉ាងណាប៉ុន្តែមានជាមួយនឹង King Area ដើម្បីបើក map ក៏ដូចជាតបជាមួយនឹង Minion កាដានសាកាត់សៀលមកហើយតាឡុកទៅលើអ្នកណាអាចនឹងឡុកទៅលើជាមួយនឹង King Area ដែរទៅជាមួយនឹងការត King Area តែបុកប៉ះជើង3ហើយរយកតំណងជាមួយនឹងការផ្ដាច់ទៅលើ Bimo ពី Galaxy Legend ការបន្ថែមទៀតចូលទៅដល់ Cypher បើក map ក៏ដូចជាកន្លែងនេះជាមួយនឹង King Area ធ្វើការដកថយបានល្អខ្លាំងតែដាច់ Bimo យកតែប៉ុណ្ណោះ ចូលលេងសើចស៊ីខែវាមកពីណាមិនមកបុកប៉ាំងហើយចូលការសាស៊ូចូលទៅកន្ថែមមួយគេដូចដែរ បាទអាយ៉ាសាស៊ូនៅហ្នឹងលងប្រយ័ត្នលងសាស៊ូជាមួយនឹងការត្រីអត់បានដូចគ្នាកន្លែងនេះជាមួយនឹងការក្រាក់ទេប៉ុន្តែជាមួយនឹងការដាច់សាតទៅលើសាស៊ូប៉ុន្តែជាមួយនឹងការដាច់សាស៊ូទៀតហើយវ៉ាវសាស៊ូជាមួយនឹងការម៉េកផ្លែឥឡូវលេងចាញ់គេបានគេឡុកសាស៊ូអូតូយកតែម្ដងយេកដិន map ជាមួយនឹងឡបមួយនេះដូចគ្នាបាទមិនទាន់អីទេបើកអាទីពីលេនឃើញ map គេអស់ហើយជាមួយនឹងការ fast load យកតែម្ដងជាមួយនឹងឡបទី2ក៏បានទៅលើ Galaxy Legend បន្ថែមទៀតអត់មានអ្នកចូលទេពី team mate បាទបបមួយជាប់ជាមួយនឹង Louis អត់មានអ្នកបាយ Louis ធ្វើការឈូ skill ដកថយផងដែរ ពិបាក នៅលើ top lane
ចូលទៅដល់ហក់មកជើងធាក់ជាមួយនឹងឡតយកដល់បបជាមួយនឹងការខាំបោភ្លេងមកវិញកាដានសាទាត់ជាមួយនឹង King Eric បានបើមុខជាមួយនឹងការ clear មែនទេជាមួយនឹងកាដានសាបៃម៉ូតូហើយមានបញ្ហាទៅលើកាដានសាចូល Sky Vista ទៅលើវត្តមានបាល់ឡាយក្រាក់ទេមកយកមកទៅវិញគេបងវាយជាមួយនឹងគេនេះអានឹងឯងបានតែវិញគេបងអត់ទាន់ចូលធីស្រីនៅខាងផ្លូវតបលេងក៏ដូចជា mid lane អាចយកបានមកដែរពី Galaxy Legend បន្តបុកទៀតឬក៏យ៉ាងណាជាមួយនឹងការ clear ឡតបុកបាស់ជើងមកពីរ៉ូ Big Second ក៏ពីជាមួយនឹងអាទីប៉ុន្តែមើលជាមួយនឹង King Eric ក៏មានការអាទីកាប់3ច្រាំយឺជួនដើម្បី clear ជាមួយនឹង mid lane មកដែរដកថយបវល់មួយទៅលើ Louis តែ Louis នៅតែព្យាយាមក្រាក់ទេបុកវាយយកទៅដល់ពីគេអត់មានបញ្ហាដែរទេជាមួយនឹងការវាយទៅលើ Cypher វិញដល់ target បន្តអាទីពី Bimo បន្តអាទីមិនត្រូវទេជាមួយនឹងការឈូសចោលឡើងចង្កេះរៀងរាវពីវិញគេ ចង្កេះរៀងរាវអើយដោយស្រីទាវទេកញ្ញា ទេវតានេះទេវតានេះទៅអត់វាយទេអត់វាយទេគ្រាន់ឆែកមែនតែម្ដងបោះវាយបោះវល់ជាប់យកតែម្ដងតែវិញគេឈូផុតបាត់ហើយចង់ចាប់ទៅលើ Secret ក៏ប្រហែលគ្នាក្រាក់ទេបោះវាយតាមដល់អត់មានជួយវាយទេវិញគេអត់មានបញ្ហាដែរទេតែជាមួយនឹងសាសូបាត់ហើយចូលទៅដល់កាត់ចាំពី King Eric ទាត់មកជើងពីកដានសា King Eric ក៏បាត់បង់ដូចគ្នាបោះបង់ពីរ៉ូហើយមានតែពីរ៉ូយកតែម្ដងអានឹងទៅទាត់ដែរទេ5ទល់នឹង3ពី Galaxy Legend បន្តការជួបជាមួយនឹង Pro Esports បានឬក៏មិនបានរត់តែពីកណ្ដាលសាពី Cyber បើក map ចូលទៅដល់ទាត់ជាមួយនឹង Cyber ក្រាក់ទេបងវាយបន្តទីយកទៅជាមួយនឹងការឈរវាយគេនេះណាវិញគេបន្តទីជាប់ជាមួយនឹងការ clear lane ពីពីមកដល់ខ្លះតែតែវិញគេនៅបន្តការវាយជាមួយនឹង Cyber មិនអាចជួយការតែ Cyber សល់2រ៉ូក្នុងការតបជាមួយនឹងទេអាតបបានឬក៏បានមីនៀនដើរមក3លើបន្ថែមទៀតបានមកបន្ថែមទៀតបងអត់ទាន់ចូលទេសល់2រ៉ូក៏ដូចជាជាមួយនឹងលេងក៏នៅបាយនឹងគ្នាក្រាក់ទេមកវិញហើយជាមួយនឹងសាក់សូឈូមួយចូលពីអាទីដែរទេជាមួយនឹងការសង្ហាយទៀតជាមួយនឹងសាក់សូបាត់ហើយក៏ដូចជាសោកាឡាស្មេសេទេទប់ឬក៏ជាប់ជាមួយនឹងការទាត់មកវិញ Bimo Last Man Steady Bimo What out ចាយនៅក្នុងវគ្គទី5គឺបានទៅលើ Galaxy Legend ស្លុតមួយនេះគឺបានឡើងទៅជួប Pro Esports